សប្តាហ៍នេះខ្ញុំមើលឃើញថាពុំតាន់មានបច្ចេកវិទ្យាអ្វីដែលអាចឲ្យយើងបញ្ជាក់ពីសុវត្ថិភាពទៅលើចំណីអាហារដែលយើងបរិភោគទេហើយកត្តានេះវាធ្វើឲ្យប៉ះពាល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋដែលគាត់ជឿទៅបរិភោគប្រចាំថ្ងៃ In Cambodia, the landing risk is so high primarily because of the unassessed farming history, unmonitored farmers' activity, but also unassessed climate risk. តើអ្នកដឹងទេថាថ្មពិលគ្រឿងអេឡិចត្រូនិកចាស់ៗបន្ទាប់ពីអ្នកប្រើប្រាស់រួចនឹងទៅទីណា So Cambodia, like the rest of the world, is facing two major challenges: a digital transformation and an environmental crisis. Now there are innovations that address both of these areas by using digital technology to achieve a positive environmental impact. These innovations and the innovators behind them often attract too little attention and too little funding. And that is the main goal of the Digital Green Innovation Action and the DGIX Accelerator, to give support to these innovators and their businesses. ចង្វាក់ផលិតកម្មរបស់យើងចាប់ផ្ដើមពីការប្រមូលកាកសំណល់អាហារពីដៃគូសហការយើងរួមមានទាំងភោជនីយដ្ឋានសណ្ឋាគារនិងសាលារៀននៅពេលដែលយើងមកដល់ facility យើងកិនហើយ process វាលាយជាមួយទៅនឹងកាកស្លាបមាសដើម្បីធ្វើជាចំណីឲ្យទៅតកៅហើយនៅពេលដែលតកៅធំធាត់យើងប្រមូលវាធ្វើជាចំណីសត្វហើយលាមកវាអីហ្នឹងយើងបន្តកិនវាធ្វើជាជីសម្រាប់លក់ឲ្យកសិករ ក្រុមហ៊ុន Ecobat Energy Cambodia ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2019 ហើយក៏ជាក្រុមហ៊ុនដំបូងតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលយើងបានទទួលសិទ្ធិនិងអាជ្ញាប័ណ្ណពីក្រសួងបរិស្ថានក្នុងការប្រមូលទុកដាក់អាគុយថ្មពិលក៏ដូចជាគ្រឿងបរិក្ខារអគ្គិសនីអេឡិចត្រូនិកចាស់ៗដែលក្នុងនោះយើងដាក់ធុងថ្មពិលចំនួន200ធុងដែលបានប្រមូលមកវិញថ្មពិលចំនួន10តោនកាកសំណល់អគ្គិសនីអេឡិចត្រូនិក32តោននិងអាគុយលីតអាស៊ីតចំនួន32តោន We source fabric locally from the larger garment industry. It's leftovers that's known as dead stock. And why dead stock fabric, Mo? Because using local resources that are already available means less of an impact on the planet and on people. អស់រយៈពេលជាង10ឆ្នាំមកនេះគឺយើងបានធ្វើការផ្លាស់ប្ដូរជាលក្ខណៈប្រព័ន្ធ digital ទៅលើបណ្ដាញចែកចាយអគ្គិសនីតាំងខ្ញុំប្រជុំទូទាំងប្រទេសចំណុចសំខាន់នៃនវានុវត្តន៍របស់វិវិសាស្ត្រមានដូចជាការផ្លាស់ប្ដូរការធ្វើបប្រតិបត្តិការដោយផ្ទាល់មកជាប្រព័ន្ធ digital ប្រសិទ្ធភាពនៃការគ្រប់គ្រងថាមពលអគ្គិសនីក៏ដូចជាការគ្រប់គ្រងបណ្ដាញចែកចាយអគ្គិសនីកាត់បន្ថយរយៈពេលនៃការដាច់ភ្លើងក៏ដូចជាកាត់បន្ថយការខាត់បង់ថាមពលអគ្គិសនីនៅលើបណ្ដាញចែកចាយអគ្គិសនីតាំងខ្ញុំប្រជុំកម្មវិធីគ្រប់គ្រងកសិកម្មឆ្លាតវៃហៅថាកសិ App មានប្រព័ន្ធ sensor ក្នុងការចាប់យកកម្ដៅនិងសំណើមដែលងាយស្រួលក្នុងការគ្រប់គ្រងការស្រោចស្រពបន្លែនិងកាត់បន្ថយកម្ដៅដោយស្វ័យប្រវត្តិធ្វើឲ្យទិន្នផលកើនឡើងរហូតដល់ 40% កាត់បន្ថយទឹករហូតដល់ 50% ធ្វើឲ្យផលចំណេញកើនឡើង3ដង We are working on the risk the farmer loans in Cambodia. Our proprietary AgriCredit provide lenders a tool to onboard, assess and monitor farmers faster, cheaper and smarter. We provide this tool so the lenders can bring down the lending cost and we can make the loans more affordable. We designed the DGIX Accelerator with one main question anyway. How can we meaningfully support these businesses to scale up? In the last 9 months, we get to know each venture very deeply. We get to understand their unique needs and then provide tailored support to help them grow stronger. We have been working a lot with their internal operations. We strengthen their mid-level management. We engage them with the investor. We also introduce them to more clients and many more. We are impressed and inspired by how far our innovators have come. But we know that to scale their solutions, we will need a joint effort from the whole ecosystem. From partnerships with businesses, governments, organizations, to consumers like you. Through your support, we can build a more sustainable economy and innovative solutions for Cambodia.
អញ្ចឹងយើងចង់ឃើញមានការចូលរួមបន្ថែមពីវិស័យឯកជននិងរដ្ឋដែលចាប់ផ្ដើមចេញពីការបែងចែកកាកសំណល់អាហារហើយផ្ដល់កាកសំណល់អាហារទាំងអស់នោះមកឲ្យយើងចំនួនកាកសំណល់អាហារកាន់តែច្រើនគឺជួយជំរុញដល់ផលិតកម្មរបស់យើងកាន់តែច្រើនជាផ្នែកមួយមិនថាតែអាចជួយទៅដល់បរិស្ថានក៏ជួយទៅដល់កសិកម្មនៅក្នុងស្រុកខ្មែរយើងដែរ វិពិសាស្ត្រក៏មានចក្ខុវិស័យក្នុងការពំនាំនៅបច្ចេកវិទ្យាក្នុងស្រុកមួយនេះទៅកាន់ប្រទេសកំពុងអភិវឌ្ឍនានាផងដែរដូចជានៅក្នុងបណ្ដាប្រទេសអាស៊ានដើម្បីជួយលើកដំកើងតាក់ទងទៅនឹងវិស័យបច្ចេកវិទ្យាក្នុងស្រុកទៅដល់វិស្វករក្នុងស្រុកប្រជាជនកម្ពុជាក៏ដូចជាប្រទេសកម្ពុជាផងដែរ Every purchase matters, and every purchase is a vote for the world that you want to live in. So you have to vote like the planet depends upon it because it does.